សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast តាមភូមិហើយនេះគឺជាវីដេអូទី2របស់យើងហើយដែលជួបគ្នានៅក្នុងកម្មវិធី podcast តាមភូមិប៉ុន្តែនៅក្នុងវីដេអូនេះយើងនឹងជួបជាមួយនឹងរាជម្ដងទៀតហើយប៉ុន្តែនៅក្នុងសប្តាហ៍នេះគឺរាជមិនមែនជាអ្នកចែករំលែកនៅសាច់រឿងទេគឺយើងចែករំលែកមកពីបងស្រីម្នាក់ដែលមានឈ្មោះថាចន្ទថានឹងឯងប៉ុន្តែថ្ងៃនេះគឺគាត់អត់បានមកនិយាយផ្ទាល់នៅក្នុងកម្មវិធីរបស់យើងទេយើងនឹងយកសម្លេងរបស់គាត់ដែលគាត់និយាយតាមរយៈ Telegram យកមកចាក់ឲ្យប្រិមិត្តទាំងអស់គ្នាបានស្ដាប់នៅសាច់រឿងរបស់គាត់ហើយសាច់រឿងរបស់គាត់នេះគឺគាត់ជួបផ្ទាល់ខ្លួនគាត់ហ្មងធានាថារន្ធត់ហើយគឺពិតជាជក់ចិត្តមែនតែនហើយប្រិមិត្តទាំងអស់គ្នាមុននឹងស្ដាប់សាច់រឿងរបស់គាត់ណាកុំភ្លេចចូលរួមគាំទ្រចុច Subscribe ម្នាក់មួយមកកាន់ Channel YouTube podcast តាមភូមិនឹងឯងគឺជាកម្មវិធីថ្មីរបស់ពួកយើងកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលមកស្ដាប់សាច់រឿងរបស់បងស្រីទាំងអស់គ្នាតោះយើងសូមស្ដាប់រឿងហ្នឹងរឿងជួបខ្លួនឯងផ្ទាល់នៅកន្លែងការងារមួយកន្លែងនៅរោងចក្រធ្វើទៀនអញ្ចឹងប៉ុន្តែខ្ញុំសូមអត់បញ្ចេញកន្លែងសិប្បកម្មធ្វើទេព្រោះអីកាលឆ្នាំនោះម្ចាស់គេបិទព័ត៌មានអត់ឲ្យផ្សាយតែខ្ញុំសុំមិនចេញផ្លាកយីហោអញ្ចឹងកន្លែងច្បាស់លាស់អញ្ចឹងបងកន្លែងទៀនហ្នឹងគឺខ្ញុំធ្វើនៅនឹងបាន2ឆ្នាំព្រោះអីតកែហ្នឹងត្រូវជាអ៊ំបកើតអញ្ចឹងណាតែគាត់ជាប់សាច់ឆ្ងាយប៉ុន្តែរឿងហ្នឹងវាកើតហេតុក្នុងអំឡុងឆ្នាំ2014ហើយក្នុងចំណោមបុគ្គលិកហ្នឹងមានមនុស្សប្រុសម្នាក់គេឈ្មោះភីហ្នឹងគេម្នាក់ហ្នឹងគេស្រឡាញ់ខ្ញុំប៉ុន្តែខ្ញុំលក្ខណៈថាធ្វើចំភៅនៅហ្នឹងទៅណាមួយត្រូវជាក្មួយអ៊ំផងណាមួយខ្ញុំមិនសូវល្វីល្វល់ច្រើនណាព្រោះអីយើងកាន់ជីកាន់អីឲ្យគាត់ផងទៅប៉ះចំថ្ងៃហ្នឹងគាត់ឡើងទៅពេញព្រោះគាត់មានរោងចក្រមួយកន្លែងទៀតនៅពេញទៅគាត់ទៅពេញគាត់ទៅសម្រាប់នៅពេញយូរថ្ងៃទៅដល់ពេលនៅផ្ទះនេះគឺខ្ញុំហើយនឹងបងម្នាក់ស្រីមួយទៀតផ្ទះគាត់នៅជិតនឹងដែរតែគាត់មកនៅដេកនៅធ្វើនៅនឹងនៅពីអ្នកខ្ញុំណាហើយនឹងម្នាក់ស្រីមួយទៀតហ្នឹងគេមកពីខាងពួកដេកជុំគ្នា3នាក់អីទៅក្នុងឡងយប់ហ្នឹងគឺពួកខ្ញុំនាំគ្នាខ្ចប់ស្លាដកដល់ខែទៀនភាសាទៅយើងខ្ចប់ស្លាដកលក់ណាទៅខ្ចប់ដល់ម៉ោងមកដណ្ដប់ម៉ោង12ទៅដល់ពេលយប់ហ្នឹងក៏ខ្ញុំនឹកឃើញថារាំងត្រេម៉ោងដែរនឹកឃើញថាចុករយខ្នងចុកចកេះគេនឹកឃើញថារោត្រង់ខ្នងសិនពួកអីជំនាន់ហ្នឹងជំនាន់តាមដានរឿងភីឥណ្ឌាបងជួតាមដានរឿងភីឥណ្ឌាទៅទូបើកចោលទៅដល់ពេលឡើងត្រង់ខ្នងលឿនរឹងមិនទាន់បានព្រិចភ្នែកទេមិនទាន់បានថាសងំថាកេងទេគ្រាន់តែបិទភ្នែកបន្តិចឬសូរសរុបជើងមនុស្សដើរអូសជើងគៀនទៀះបដ ாய் អីទ្វារលបងទ្វារអីបិទអស់ហើយឃ្លាំងក្រោយហ្នឹងគឺបិទអស់ហើយអត់ឲ្យបុគ្គលិកចេញចូលទេប៉ុន្តែនៅជារៀងទៀះហ្នឹងឬសូរមនុស្សដូចដើរអូសស្បែកជើងហើយអ្នកខ្ចប់ស្លាក់ដកមួយខ្ញុំហ្នឹងបងហ្នឹងគាត់គេងលក់បាត់ទៅគាត់អង្គុយគេងគាត់គេងបាត់ទៅនៅតែខ្ញុំម្នាក់ឯងខ្ញុំដឹងខ្លួនមកភាំងឡើងខ្ញុំគិតក្នុងចិត្តថាចូលយកស្មើនេះឲ្យមានណាគេដើរមកអូសស្បែកជើងហើយទ្វារឃ្លាំងហ្នឹងជារៀងហ្នឹងចាក់សោហើយទេមានបុគ្គលិកណាចេញទៀតក៏ខ្ញុំអត់អស់ចិត្តខ្ញុំងើបទៅមើលនៅគៀនប្អួយនឹងប្អួយនឹងចំហទ្វារដល់ពេលងើបអើតមើលទៅវាឃើញទេស្ងាត់ក៏ខ្ញុំបិទប្អួយទៅវិញទៅសាប់ទៅពេលប្រាស់ខ្លួនដេកទៀតលឺអូសជើងទៀតហើយខ្ញុំនឹកឃើញក្នុងចិត្តថាសង្ស័យមានរឿងអីហីអត់ស្រួលទេពេលនេះឡើងគាត់បិទភ្លើងបិទអីគាត់កេងទៅដល់ពេលស្អែកឡើងហ្នឹងខ្ញុំក៏ប្រាប់អ៊ំខ្ញុំខតែប្រាប់អ៊ំនៅពេញណាខប្រាប់គាត់តាមដំណើររឿងដែលខ្ញុំបានជួបហេតុការណ៍ហ្នឹងទៅដល់ពេលឡើងគាត់អ្នកកាន់សិលគាត់អ្នកសុំសិលគាត់អត់ជឿរឿងខ្មោចពមអាមអីទេគាត់អត់ជឿរឿងខ្មោចមានអីក៏អត់ជឿទេព្រោះគាត់
ស្ដាប់តែធឿពិតទេដល់ពេលប្រាប់គាត់ចឹងទៅគាត់អត់ជឿទេគាត់គិតថាខ្ញុំហ្នឹងធ្វើការហត់ពេកមួយដេកក៏សម័យតែឯងទៅប្រាប់គាត់ហើយខ្ញុំក៏ហីទៅហើយលងបាន2ថ្ងៃអាពេលរសៀលខ្ទង់ម៉ោង5ជាង 7:06 ហ្នឹងក៏ខ្ញុំអង្គុយមើលរឿងនៅខាងក្រោយផ្ទះកន្លែងឃ្លាំងគេធ្វើហ្នឹងដាក់ទូទស្សន៍មួយក៏ខ្ញុំអង្គុយមើលរឿងនៅនឹងគេមើលទូទស្សន៍សុកសាប់តែម៉ោងស្មើហ្នឹងឯងលឺសូរសัตว์លលោកវិយមមកវាដូចលលោកខ្មោចចឹងរាល់ដងខ្ញុំនៅ1ឆ្នាំ2ឆ្នាំវាតែមានលឺសัตว์អីយំឯដល់ពេលថ្ងៃហ្នឹងវាចលែកអីវាទៅលឺសัตว์នឹងយំវាលឺសัตว์នឹងយំចឹងដល់ពេលឡើងគឺខ្ញុំគិតក្នុងចិត្តថាបើតាមហេតុការខ្លែងស្រាក់អីយំតែងមានប្រភ្នោមិនល្អហើយចឹងនេះជាសัตว์លលោកអីវាមកយំកាត់ផ្ទះចឹងក៏នឹកឃើញតែហើយទៅដល់ពេលរឿងហ្នឹងគឺខ្ញុំប្រាប់អ៊ំទៀតអ៊ំក៏ថាដែលមានសត្វលោកណាមកយំអីណាណីទេស្ដាប់ច្រឡំខ្លួនឯងទេដឹងក៏ខ្ញុំប្រាប់ហើយគាត់ក៏ហើយទៅខ្ញុំក៏ហើយទៅប៉ុន្តែខ្ញុំមានអារម្មណ៍ថារឿងនោះដូចវាប្លែកចេះតែចម្លែកទៅសាប់ដល់ពេលស្អែកឡើងអ៊ំស្រីគាត់មកសៀមរាបវិញសារានបានមកយក2យប់ម្នាក់ប្រុសមួយដែលថាឆ្លាញ់ខ្ញុំហ្នឹងឈ្មោះភាហ្នឹងអាយុហ្នឹងគេជួបរឿងហេតុការចម្លែកគឺឃើញខ្មោចព្រាយមនុស្សស្រីស្លៀកឈុតសក់វែងអញ្ចឹងណាថារត់លងគេមកយកតោភ្លឺគេឡើងលើអ្នកស្រីនឹងឡើងលើគេចុះក្រោមគឺម្នាក់ស្រីនឹងចុះក្រោមនិយាយរួមគឺតាមម្នាក់ប្រុសនឹងរហូតចង់និយាយថានៅឃ្លាំងហ្នឹងគេដេកគ្នាប្រហែល2-3នាក់ដល់ពេលប្រុស2-3នាក់ហ្នឹងគេអត់ឃើញតែម្នាក់ប្រុសនឹងមួយក៏ដល់ពេលផ្អើលម្នាក់វាទៅជាផ្អើលទាំងអស់គ្នាដល់ពេលឡើងគេរត់ចុះរត់ឡើងលើចុះក្រោមឡើងលើចុះក្រោមម្នាក់ខ្មោចនឹងគេតាមរហូតព្រាយនឹងគេតាមរហូតគេថាឲ្យម្នាក់ប្រុសហ្នឹងទៅជំនួសទៅយាមនៅយាមកន្លែងជំនួសគេអញ្ចឹងណាឲ្យគេទៅចាប់ជាតិម្ដងឲ្យទៅចាំកន្លែងជំនួសគេទៅគេនៅនឹងយូរឆ្នាំហើយតែគឺម្នាក់ប្រុសហ្នឹងគេរត់ចុះរត់ឡើងទៅសាប់ដល់ពេលព្រឹកឡើងហ្នឹងខ្ញុំក្រោកព្រឹកឡើងខ្ញុំមិនត្រូវបើកទ្វារក្រោយដើរបើកឃ្លាំងបើកអីហ្នឹងបើកទ្វារក្រោយខ្វាក់ឃើញគេអង្គុយដូចកូនមន់ធ្លាក់ទឹកអង្គុយនៅក្រេកន្លែងទូទស្សន៍អង្គុយញ័រឡើងស្វាយអំបេមាត់ភ្នែកឡើងស្លក់អស់ខ្ញុំថាតបកាត់អីឈ្មោះគេហៅក្រៅមួយទៀតហ្នឹងឈ្មោះតបដល់ពេលឡើងខ្ញុំថាតបកាត់អីមើលទៅដូចមនុស្សឃើញខ្មោចខ្ញុំក៏និយាយចឹងឯងតែថាចុះបើឃើញមែនគឺខ្ញុំនឹកឃើញស្មានតែគេនិយាយលេងខ្ញុំក៏បានចាក់អារម្មណ៍ដែរដល់ពេលព្រឹកហ្នឹងប៉ះចំម៉ែខ្ញុំគាត់មកលេងទៅម៉ែខ្ញុំក៏គាត់សំដីវោកបាក់ទៀតក៏អត់ចេះស្ងាត់គាត់តែនិយាយលេងសើចមួយម្នាក់ប្រុសហ្នឹងព្រោះគាត់ចូលចិត្តម្នាក់ប្រុសហ្នឹងដែរមនុស្សគ្នាសុភាពអញ្ចឹងដល់ពេលហ្នឹងម៉ែខ្ញុំគាត់ឃើញថាចាតបមិនអង្គុយត្រន់ធ្វើអំពិនឃើញខ្មោចមិនបានដេកទៅថានិយាយដូចមើលឃើញមកយកទៅភ្លឺខ្ញុំអត់បានដេកទេខ្ញុំរត់រហូតតែគឺម៉ែខ្ញុំគាត់ថាអញថាវាលេងសោះវានិយាយមែនឯងជួបមែនទេមែនណាអីមើលមុខខ្ញុំដូចនិយាយកុហកដែរដល់ពេលអ៊ំខ្ញុំហ្នឹងគាត់អត់ដឹងរឿងគាត់ដើរចេញមកក្រោយហ្នឹងគាត់ថាគាត់ហៅម៉ែខ្ញុំថាសេរីទេគាត់ថាម៉េចសេរីហែងមកដល់ហែងចង់បង្អើលបុគ្គលិកបងបង្អើលខ្មោចបុគ្គលិកបងឲ្យនាំគ្នាខ្លាចទៅទីអស់ឲ្យឈប់ធ្វើការជាមួយបងតែគឺម៉ែខ្ញុំថាអត់ទេបងខ្ញុំមិនបានបន្លាចទេព្រោះអីវាតែនិយាយខ្លួនឯងថាឃើញខ្មោចអីចេញចុះដល់ពេលឡើងអ៊ំហ្នឹងក៏អត់ជឿទេព្រោះគាត់កាន់ធម៌វិពុតចឹងក៏អត់ជឿថាមានខ្មោចមានអីទេគាត់ក៏និយាយថាចេះតែសម័យតែឯងហើយវាមិនដែលមានទេឃ្លាំងគាត់ផ្ទះគាត់សុខសប្បាយជាជុំអត់មានអីទេហើយគាត់ក៏អត់មានតែចាប់អារម្មណ៍ទៀតហើយហេតុការខ្ញុំជួបប្រហែលថ្ងៃហ្នឹងក៏គាត់អត់មានទៅអើពើអីទេស្ដាប់ហើយក៏ហីទៅក៏អត់មានណាបានចាប់អារម្មណ៍អីទេទៅស្រាប់តែពេលស្អែកឡើងគេដឹកទៀនឲ្យមួយប៉ះចំថ្ងៃហ្នឹងមួយគេកំងច្រើន
tới đực là mỏ cái đực tới đực mau mà chương hai mà chương tiệt là hột đo là nghiệt nắng cái đau là xói khả năng hay pa cho một ngày nắng cái nhom hộp bài ấy rồi môn kề cái nhom một tật rồi nhom trong mò cao mà mơ tu ấy mùi kế nó hay không khen nắng pro mà nẹt tiệt để chung kề nắng nơi sập phu mùi kế nắng cái xong tật để tè tới nẹt nơi định nắng miên ta mà nẹt mua chiến hay nắng mà nẹt tộc nắng ai cái để pi nẹt hay cái lại nắng nơi tiền nắng ngày nắng nhom nơi pi nẹt mà nẹt sray để nơi sập phu nắng ai có nằm kia cùi cho chạy kia lên đập bể ống nắng tận nơi tiền y mùi tiền này chụp lại bòn nắng ai tới đập bể khơi gì đau nhoi cái nhom tháng ta đây đau thơm pần mà nước ọt cầm lăng tới cái tháng heo bay ngày nắng đập trơn trơn heo ọt miên cả lăng tê tới cái nhom tháng và heo bay từ ngụt ấy sân tới chăm một hộp bay chăm những đu bay oi tới cái tháng nhom liền mà tô xanh tha liền mà tô xanh đó đập bê gì ô mà tô liếng nơi là từ vô nơi một kiên phụ nhom khui nắng miên từ vô tật mùi hay cái ô mà liền tê gì sợ chất từ liền mà tô nơi còn lại mà từ tật bồm phơ tiền chả ấy nè với nên nó miên an tật mùi tới cái ô mà tốt từ liền nơi còn liệt nâng ảnh tới cái nhom thà nhá cho này nè plu cái này sẽ là phần này mình liền này từ liền ấy nâng còng khen nâng còng rôn nâng lần nhật sọc hay lần chỉnh yết vậy nè chật mà tưa tiệt tại cái tháng liền lên nâng ấy chật mà tưa sưu tại cái nhóm tháng mình bạc phơn bạc ấy tới cái nhóm hay tới nhóm cần cùi mưa rương chung ở mình nè mua ham hay nâng à nè mua chiến nè cùi mưa rương chung kia sạp tầng cùi sóc hai cả lá mau ấy lư sâu tầng hai nó vừa vơ nơ lờ cả làng phụ kệ đề những ấy pro pin này đề những ấy lư sâu vơ cái nhóm xua mà nè mua chiên nâng tha chiên cho tầng hai nó là cái bạc trao mấy tại tháng miền bao rồi nè ta tham bọt miền bắc cho mấy cái tầng hai nâng vừa vơ tới tháng nè đang sang xài tóc bên nơi nâng thì đó bị địch đó viêm đai hay tóc cái tha liền mà tô hay heo bay ta liền mà tô nâng cao mình ta tháng nhom mịch đắng tới cái nhom đánh ơi mình đẹp pro nâng tầm ơi tha tầm ơi tích tới bảo tầng hai trào chứ không ta thà vô tụng nó xanh này trụ mưa rương tới cái nhom có hay từ nhom hay nhom quay mưa rương tiết lông ban cả lá màu con lư cái cuộc bằng sấy stand tật nào lừa stand tật nó đạn nơi chật cái lạnh phụ kệ đề như ngày tới lư sâu đôi mà nước cô stand tật men tên cô phăng bay đòn cô phăng bay đón nhầm nhẹ tới mớ ngặt sập mình tung lên lư phăng tiết nhầm nhẹ mớ ngặt đọc bên lá nhầm sâu chiên miền lư sâu na cái cô stand tật nơi lớn ta thắng ấp lư phong tới cái xuồng nhẹ sấy thắng ấp đăng phong tới cái nhom cô nhà rong nhom nợ ngọc thì ấp sọc tí nam muối mà nhẹ chung tóc để tha từ liền mà tô nắng và cây ngặt tiệt cái nhom cậu hai tại nhom cậu hai nó nhom mặt ban cào tới tì nhom tha tóc ơi liền mà tô hai nó gần mà hộp bay tới cái ngặt cái nhóm con cùi mơ tua tiệt sắp tầm mình tung láng lư priệt bạch cà phê người lỡ stand tật đòi nhom nghĩa bạch nhom thả cho chlong phơi vào bên nam mấy tờ bạch cà phê người stand tật ca đây thì đăng tới cái nhom đánh mình nè trong nâng tầm mơ cái tới tiệt có nhom lịch hơn nơi vượt sóc cái nhom tháng đào tầm mơ mới hơi kia liên một tô mất phơi ngặt bạc nghịch chừng tới cái nhom đào tới đó hai tộc ơi tộc trong mấy liên một tô mất là nghịch chừng mơ khơi này bạc phơi bạc ấy nó phơi miên nó được về nhom được chật bạc phơi bạch khơi mà nè tộc nó cái đuôi nơi cờ liệt kiên mà từ xiết nơi là tiếp dân to nó vì nơi và trâu trông cho mùi nâng
តសដែកនឹងឯងតសរងវានៅស្របគ្នាវាដួលនឹងកលៀតមកទឿនឹងឯងក៏ខ្ញុំឃើញដួលអញ្ចឹងក៏ខ្ញុំនឹកឃើញស្មានតែគេហ្នឹងខ្យល់កោតែខ្ញុំឃើញហ្នឹងខ្ញុំស្មានថាខ្យល់កោដួលវាឬថាហេវបាយផងក៏ខ្ញុំក៏បានចាប់អារម្មណ៍ទេស្រាប់តែពេលខ្ញុំហ្នឹងដើរទៅសៀកន្លែងពុំគេចាក់ទៀនសៀលទៅខ្ញុំឈរនៅលើមាត់អាងទឹកហ្នឹងគេជីកជម្រៅប្រហែល3ម៉ែត្រអាងទឹកហ្នឹងហើយទឹកនឹងព្រៀបនឹងអាងហ្នឹងខ្ញុំក៏ដើរជន់នៅលើមាត់អាងហ្នឹងឯងមាត់អាងទឹកខ្ញុំដើរជន់ទៅហើយតសដែកហ្នឹងតសរងហ្នឹងធំដែរអាតសជ្រុងគេអាធំទៅគេកស៊ីម៉ងហ្នឹងធ្វើជើងតាងហ្នឹងប្រហែលជា7កន្លះម៉ែត្រជាងនេះកន្លះម៉ែត្រតែខ្ញុំឈរលើមាត់អាងហ្នឹងឯងគឺខ្ញុំនឹកឃើញថាឆោងដៃចាប់លើគេឡើងនឹងឯងព្រោះវានៅកលៀតមកទឿស្រាប់តែដៃខ្ញុំមកជាហៀងហ្នឹងចាប់ដៃពុបថាដៃមកជាហៀងទៀតទៅចាប់គេឆោងចាប់គេយកមកលេងអីខ្ញុំនឹងត្រូវសោកខ្សែភ្លើងបាត់ហើយដៃខ្ញុំឆក់ខ្សែភ្លើងព្រោះខ្ញុំប៉ះអាតសដែកដាក់បាច់ឆក់ដល់ពេលខ្ញុំកាន់តដកវាកាន់តស្រូបទៅមកចង្ហៀងដៃខ្ញុំមកចង្ហៀងមករៀម4ទៅដល់ពេលខ្ញុំប្រឹងចាប់ខ្ញុំប្រឹងទាញដកមកវាកាន់តស្រូបដកកាន់តស្រូបទៅក៏ខ្ញុំនឹកឃើញក្នុងចិត្តថាអូម្នាក់នឹងសង្ស័យឆក់ខ្សែភ្លើងងាប់បាត់ហើយសប្តាហ៍ពេលឡើងខ្ញុំកោហៅម្នាក់ឈ្មោះជាងដែលមើលទូទស្សន៍ហ្នឹងឯងខ្ញុំកោហៅតែខ្ញុំហៅអត់លឺទេខ្ញុំហៅឈៀងដល់ពេលយើងប្រឹងក្រើកខ្លួនធ្វើកាយវិការតសដែកហ្នឹងវាចេះតែស្រូបទៅព្រោះវាឆ្លងមួយមកទឿយើងកាន់តែកម្រើកវាកាន់តែស្រូបក៏ខ្ញុំនឹកឃើញក្នុងចិត្តថាអូខ្ញុំមើលទៅងាប់មកគ្រានេះឯងម្ដងងាប់មិនដឹងស្លាប់មិនដឹងរស់ទេបថុយមកក្តារហើយទៅខ្ញុំចាប់ផ្ដើមស្រែកមកទៅហឹងយោបដ ாய் ខ្ញុំថាឈៀងតបឆក់ខ្សែភ្លើងហើយទៅខ្ញុំត្រង់កជើដកចកាមើលដកក៏គិតក្នុងចិត្តថាអូទៅហើយតដកទៅនេះទៅហើយតែគឺសាប់ពេលឡើងក៏ឈៀងគេម្នាក់ប្រុសនឹងគេស្ទុះរត់មកគេមិនដឹងធ្វើម៉េចគេថាក់គេយកជើងបានថាក់ខ្ញុំមួយជើងផាំងខ្ញុំដួលទៅប្រញាច់ទៅគៀនជ្រុងលបងអុកគូតបណ្ដោយក៏ខ្ញុំគិតក្នុងចិត្តថាចេះមានសំណាងបានរស់ហើយអានឹងថាក់មួយជើងទៅទៀតទៅជ្រុងលបងចុះបើសិនជាមួយជើងនោះធ្លាក់ចូលក្នុងអាងទឹកនឹងផងលេងសួយត្រូវងាប់ទាំងពីរសពពេលគេទៅបិទប្រែតភ្លើងបិទអីហើយគឺគេគ្រាខ្ញុំចេញមកថាខ្ញុំឡើងទុនដៃទុនជើងអស់លីងឡើងស្លុតអស់លីងហើយទៅម្នាក់ស្រីនឹងអូដើរគ្រាខ្ញុំមកគេចាប់គ្រាខ្ញុំមានរួចណាគេចាប់អូខ្ញុំបណ្ដោយអូក៏ម្នាក់ស្រីនឹងហាំនឹងគាត់រៀងស្លន់ដែរគាត់ខ្សោយដល់ពេលឃើញអញ្ចឹងទៀតគាត់កាន់តែភ័យកាន់តែខ្សោយលើសដើមដល់ពេលឈៀងនឹងគេទៅចាប់លើកតុបមកខ្ញុំថាឈៀងអើយតុបមិនអើយដល់ពេលហ្នឹងមករៀមដៃម្នាក់ប្រុសនឹងវាថាឆក់ខ្សែភ្លើងម្រាមដៃពីម្រាមហ្នឹងជាប់នឹងខ្សែភ្លើងហ្នឹងឲ្យលួយឡើងខ្ទេចឡើងសាច់ហើយរួមដល់អាឆ្អឹងបណ្ដោយវាជាប់នឹងខ្សែភ្លើងទៅក៏ឡើងរឹងដៃរឹងជើងអស់បាត់ហើយនឹងស្វាយអស់បាត់ហើយក៏ខ្ញុំឲ្យម្នាក់ស្រីហ្នឹងថាបងអើយខ្ញុំហាមឯងកុហៅអ៊ំមកអ៊ំនៅគៀននឹងឯងទៅក៏គ្នាវាភ័យផងស្លន់ផងទៅគ្នាហៅអត់លឺទេគ្នាហៅអ៊ំអើយអ៊ំហៅលួយក៏ដល់ពេលឡើងខ្ញុំថាហាមឯងហៅអញ្ចឹងធ្វើមិនគាត់លឺព្រោះគាត់នៅមួយជាហៀងលបងម្នាក់នោះស្រាប់ពេលឡើងខ្ញុំទូអស់កម្លាំងកាយបណ្ដោយកោហៅអ៊ំពីចងាយទៅដាក់មកទាំងហឹងយោបណ្ដោយដាក់ឡើងអស់ខ្យល់លេងនៅពេលដៃខ្ញុំ
ត្រូវអាខ្សែភ្លើងនឹងវាស្រូបចំអាថ្នាំងដៃ4ម្រាមឡើងឲ្យលួយឡើងដល់ឆ្អឹងបដ ாய் ដល់អាឆ្អឹងក្នុងចំថ្នាំងទាំង4បដ ாய் ម្រាមដៃខ្ញុំទៅសាក់ពេលនេះអ៊ំគាត់ស្ទុះរត់មកគាត់អូសខ្ញុំទៅមុនគេទៅពេទ្យកាឡាម៉ែតគាត់នាំខ្ញុំទៅពេទ្យកាឡាម៉ែតហើយគាត់ក៏ភ័យក៏ស្លន់ដែរអានេះក៏ស្លាប់ហើយខ្ញុំនឹងកំពុងថាអាលួយម្រាមខ្លាំងបដ ாய் ទៅគាត់ជូនទៅពេទ្យកាឡាម៉ែតរួចក៏ទៅដល់ពេទ្យគេថាហើយដៃនឹងទៅត្រូវស្អីគេបានដល់ថ្នាក់នឹងហើយឡើងដល់ឆ្អឹងសស្ញាចឹងទៅប្រាប់ថាឆក់ខ្សែភ្លើងទៅពេទ្យនឹងគាត់ថាគាត់និយាយថាដៃនឹងមិនដឹងសង្ឃឹមជាមកវិញនឹងអត់ទេបើថាមិនជាទៀតតែត្រូវកាត់ម្រាមចោលហើយវាឡើងស្ញៃឡើងដល់ផុងឆ្អឹងឃើញឡើងសបដ ாய் ឡើងពេទ្យកវីក្បាលហើយពេទ្យគេថតអីមើលហើយយើងទៅពេទ្យថាអត់អីទេទៅសាពេលយប់ហ្នឹងក៏ខ្ញុំគេងនៅពេទ្យនឹងឯងគេងនៅពេទ្យលោកអីនៅចិត្តនឹងអុយវត្តកន្លែងឃ្លាំងទៀននៅចិត្តវត្តដែរទៅលោកគង់នៅវត្តហ្នឹងលោកសង្គ្រាចគាត់ទៅមើលដែរគាត់ទៅសួរនាំពីមូលហេតុមិនបានរឿងដល់ថ្នាក់ហ្នឹងណាសួរដើមហេតុដើមអីក៏ប្រាប់តាមដំណើរដើមតងនឹងឯងដល់ពេលសួយឲ្យប៉ះចំមួយថ្ងៃហ្នឹងប៉ះចំតាខ្ញុំគាត់ទៅលេងតាខ្ញុំនៅកន្លែងហ្នឹងគាត់ទៅលេងទៅដល់ពេលគាត់ដឹងរឿងគាត់ក៏មកកំដរនៅពេទ្យដែរហើយតាខ្ញុំគាត់អាចារ្យអីដែរគាត់ចេះខាងផ្លូវនឹងអីដែរដល់ពេលគាត់មកសារានកំដរខ្ញុំនៅដេកពេទ្យនឹងឯងក៏សាប់តាពាក្យកដាយប់គាត់ថាខ្ញុំដេកមកភាំងទៅសាប់តាឃើញពលឹងម្នាក់ប្រុសនឹងឯងដើរមកដល់មុខទ្វារពេទ្យខ្ញុំកំពុងតែគេងដាក់សេរ៉ូមគេដើរមកដល់មាត់ទ្វារគេចាប់អូសអាដែកសេរ៉ូមដែលខ្ញុំកំពុងដាក់ហ្នឹងគេអូសខ្វោកពលឹងខ្ញុំក្រោកបានពាក្យកដាចកេះគឺខ្ញុំថាតុបចង់អូសសេរ៉ូមខ្ញុំទៅណាយកទៅណាតែគេថាមកទៅនោះមួយគេហើយខ្ញុំស្រឡាញ់យើងចង់នាំយើងទៅនៅជាមួយទៅក៏ពលឹងខ្ញុំនេះខ្ញុំថាទេខ្ញុំអត់ទៅទេតែថាមកចាំគេនាំទៅសាប់ដល់ពេលតិចខ្ញុំហ្នឹងលឺសូរសលេងតាខ្ញុំគាត់សូត្រធัวខ្ញុំលឺតែសលេងតាខ្ញុំគាត់សូត្រធัวនៅគៀនតិចខ្ញុំហ្នឹងងើសាប់ដល់ពេលខ្ញុំហ្នឹងប្រាស់ខ្លួន3ដងកត្រាក់ជើង3ដងផាំងខ្ញុំភ្ញាក់ដឹងខ្លួនឡើងញើខ្លួនទៅគឹកទៅពេលឡើងតាគាត់សួរតាខ្ញុំគាត់ដឹងទៅថានេះសំណាងហើយបានតាមកដេកកំដរកុំអីត្រូវគេនាំពលឹងយកទៅបាត់កុំអីគ្មានបានរស់ទេនេះក៏ខ្ញុំគិតក្នុងចិត្តគឺខ្ញុំភ័យដែរដល់ពេលខ្ញុំគេងនៅពេទ្យប្រហែលថ្ងៃរៀងជាស្រួលបួលខ្ញុំក៏អត់បានទៅកន្លែងឃ្លាំងនឹងទៀតទេខ្ញុំក៏ទៅដេកផ្ទះដល់ពេលម៉ែខ្ញុំគាត់ទៅមើលគ្រូមើលអីហើយមនុស្សឃើញកាយឃើញខ្មោចតាំងពីដើមនិយាយរួមជួបខ្មោចឡើងឆ្អិនអស់ហើយមានតាំងនិយាយជាមួយខ្មោចអីក៏មានដែរដល់ពេលម៉ែក៏ទៅមើលគ្រូនាំទៅមើលគ្រូគឺគ្រូគេថាកន្លែងហ្នឹងមានព្រាយទុំនៅហើយយើងធ្វើរោងហ្នឹងអត់បានសុំគេហើយយើងសាងសង់ឃ្លាំងហ្នឹងក៏អត់មានបានសែនអីឲ្យគេទៀតសម្រាប់អ្នកទៅដេកនៅអីក៏អត់បានអិចធូបសុំអិចអីដែរហើយកាប់ដើមស្វាយចោលហ្នឹងគឺជាទីលំនៅរបស់គេដល់ពេលអញ្ចឹងទៅកន្លែងហ្នឹងគេតម្រូវឲ្យយកមនុស្សស្រីម្នាក់មនុស្សប្រុសម្នាក់ដើម្បីយកទៅជំនួសកន្លែងគេទៅឥឡូវគេយកបានមនុស្សប្រុសម្នាក់ហើយតែយកមនុស្សស្រីហ្នឹងយកទៅអត់បានដូចគេយកខ្ញុំនឹងឯងទៅព្រោះលេខឆ្នាំខ្ញុំហ្នឹងវា20កុដ
tới vì lịch cột tới đập bên láng cột hà bờ mình vô sấy thế cái vô pro nằng anh tay mình nè pro nằng kỳ yong chăm cái thằng kỳ yong chăm nhom tới ban kỳ trừ slap tới cái nhóm mặt ban từ tranh về nó cái nhóm ban từ khang nằng tiệt tê đập bê ông nắng đập bê min rương hạt cát lang chẳng tới ban cật nực khơi hiện luôn cái thằng bữa sau này quật chưa sân đây nhom tăng pi đồng bốn quật thơ râu tăng pi đồng bốn cờ Việt miền hạt can chẳng cát lang này hay sông bay tại nẹp phù mình nẹp pro nắng kê đặc sắp tới kê đặc vô châu phù này kê đặc viang trial từ châu còi phù tới nè nó kê mơ kru châu rupi chẳng nó cái tha lệ mình nè pro nắng bờ mình ngọc nắng cái này nắng cái trơ từ tiền từ tam phơi nắng cái trơ ngọc tam phơi đây mình tay ngày nắng mình nè pro nắng kia trình nia kia ọt từ kia sợ chật nền nừng tới mình trơ on chỉ vật nền nừng rồi về song xa kê nắng để tha ban luôn kia từng nguồn nắng song xa nắng kẹt đằng rướng kế con một đây thà nhom kẹt thà đôi xa tại nhom nắng ai ban song xa kia slap tới đó nhom thà về nhom tham đằng ná đôi xa này na tê nhóm nè đôi xa để chui kế trong ngập luôn anh đáy nè trong trọ xe phương ngập đáy nè hay mà thài nhom hay nhom đây nhảy tới tiếc kê mình tới đập bê nhom vậy hạt phò lấy bạc kê tới cái thẳng kê vô cho lom thà nhom xong tô phong hay con mình pro nắng cái nơi đó sẽ ngay cưới mình xây năng cái bàn đây coi cái tiết tới cái nơi đó sẽ ngay về mình pro năng slap ban hai pi về ngay với giờ tuần chọc tiền bờ xa thì nơi thưa tiền bờ xa lại và bên đó chơi tờ miên rương hai chùm lại cợt làng chẳng nói thà bon mình sẽ đây đến nơi một tầng nắng có thà dọc làng lưu sâu mình nước sài dung thà bạc thia phong oi cây trôi phong hay sky lu bên đập phơi oi bạc thia cái này nhở rong chặt thưa tiền đó nè oi bạc thia mau cái nâng cài bạc thia cây trôi phong thà lưu sẽ lên sài dung phong vậy phong thà bon mình nâng gật nơi mà khang tầng nâng gật sập lần trong prư khno này rồi bên lông bàn bờ ngay có cái này nhặt trả tiền bộ sấy á khi cho trả tiền nó là về ngày láng lưu sâu sẽ lấy được mình đừng cùi sẽ liền cả bật với mình nâng tay nơi rúa cái tay sẽ liền cả bật oi bộc cái lực xây tiền đó sẽ liền cả bật tục cắt tiền cắt ai rồi bên là oi đặt ngày là cái cho thừa cá đừng ta lưu sâu ấy lưu sâu mình đừng cùi sẽ liền cả bật chọcแต่ไปมวยกินน้ำเนียปลือคลองเรื่องคลุนเมียนนะกินน้ำเธอไทยมาให้ตีน้ำเนียชอบแต่ตีอะไรแต่ไปอย่างไงมวยเนาะยมเธอแต่ปีเนี่ยบุคลิกใส่มันเนี่ยตีtớiแต่ไปเธอtớiไปทั้งไงนั้นจนวันนั้นสับวิชุตามาตูสับเลยตกน้ำเนียบางวิชุนั่งไงสับก็โยตสะนั่งอะไรเนี่ยcái này khen năng lại game bông thưa tiền luôn giờ ta xả chào đó nó khơi dậy lên mùi y nô thẳng y ấp sốc này năm tập bạc bị sụt sáp tới cả tháng để vô một bạc nó nơi lại chỉ trả tiền nó đập về nhóm đa từ tập tực đa từ cái tập tức vì miền pì miền tróc miền sầy đập về cho cái tập tức pro cho cái tập tức sấy sáp tập về mình tu láng nước sâu cái bạc tực nơi khang cái tập tực 10 tiệt bắn tay cái này phơi nó nhom nơi tập pi nhẹ sấy nâng tề phơi tập pi nhẹ nâng tề tới tập pi năm chốn thà chủng chốn na cái mà bao tực nữa cái nhom nực khơi không chặt hả nè với cái mây mà lên tầng người ta tháng ấy nè ngọt miền nè tới cái nhom dậy thấy cái nhom hơi từ tập pi nhom đờ chảy máu nhom thẳng rồi vô vị trụ nâng từ đạp sân rồi tập pi mơ mò bạt nực khơi nhắn ý ơi bạch đạp tê vị trụ mò bạt đấy đằng na cái đạp lần mò tới nhưng đã xạ thmò cháu nhóm con cùi nơi ở không kèm bông trọ tiền cùi ban mà giật tu
ពីអ្នកអ៊ីនៅនឹងខ្ញុំអង្គុយនិយាយចុះនិយាយឡើងគេថាបើសិនបានវិសុស្ដាប់មិនដឹងល្អយ៉ាងណាទេស្ដាប់ចម្រៀងស្ដាប់តែមិនទុះឡើងហើយមើលឮសូរវិសុនឹងបើកខ្លួនឯងឮសូរចម្រៀងឡែតែពេលឡើងពីរអ្នកនឹងខ្ញុំអង្គុយមើលមុខគ្នាអង្គុយស្លឹងទៅស្លឹងមកក៏ខ្ញុំខ្លាចអ៊ីនឹងគាត់ខ្លាចខ្ញុំក៏គិតនិយាយប្រឡប់ទៅសង្ស័យវាសាកចូលទៅវាដើរអីខ្លួនវាទៅតាមពិតក្នុងអារម្មណ៍ខ្ញុំនឹងគឺខ្លាចគឺមានអារម្មណ៍ថាភ័យល្អើមិនទេតែខំនិយាយលោមអ៊ីកុំឲ្យអ៊ីខ្លាចអ៊ីទៅចេះផ្ទះចោលខ្ញុំអញ្ចឹងសាប់ទៅពេលច្រកក៏ក្តៅស្អុះអ៊ីថាញ៉ាទៅបើកចង្ហាល់តិចមើលដូចក្តៅស្អុះទៅក៏ខ្ញុំថាចុះអ៊ីឲ្យមិនងើបទៅបើកទៅអ៊ីឯងនៅចិត្តនឹងស្រេចទេងើបទៅបើកតិចមកតែខ្ញុំក៏និយាយលេងខ្ញុំថាបើអ៊ីឯងទៅបើកទេចាំហៅខ្មោចអាតុកមកបើកឲ្យខ្ញុំក៏និយាយលេងចឹងឯងតែថាមើលវានិយាយទៅផ្ទះចោលហើយក៏ខ្ញុំថាខ្ញុំនិយាយលេងតែអ៊ីសាប់តែមិនទូឡើងមកមើលទាំងហាលអត់មានណាប៉ះអីទាំងអស់ហើយមិនទុះឡើងវិលខ្ញាល់ខ្លួនឯងទៅមួយនោះគ្នាភ្នែកសល្អហើយអ៊ីនោះមាននៅបានឯណាគាត់ថាខ្ញាអញទៅផ្ទះហើយអញនៅអត់កើតទេលេងសើចទាំងមេឃភ្លឺចែងចេះសាប់ដល់ពេលឡើងអ៊ីគាត់ទៅផ្ទះបាត់ខ្ញុំថាអ៊ីអ៊ំមិននៅផ្ទះផងអ៊ីឯងទៅផ្ទះចោលខ្ញុំមិននៅម្នាក់ឯងតែថាដឹងទេដោះស្រាយខ្លួនឯងទៅអត់នៅទេមានណាអ៊ីនឹងក៏ទៅផ្ទះបាត់ខ្ញុំចាក់សោខ្ញុំសងំនៅតែក្នុងផ្ទះអត់ហ៊ានចេញក្រៅលីងហើយបុគ្គលិកអ្នកនៅភូមិគេប្រហែលអ្នកមកដេកនៅនឹងដល់ពេលយប់ឡើងគេត្រូវដាក់ភ្លើងកមូនអីម៉ោង2 10ម៉ោង1ម៉ោង2គេត្រូវក្រោកមើលភ្លើងកមូនថែមអីដល់ពេលយប់ឡើងបងអើយឮសូរតលាក់កមូនដល់ផាំងតលាក់អស់ប៉ុន្តែមានមនុស្សណាធ្វើទេដល់ពេលខ្ញុំដេកនៅលើផ្ទះដេកនៅខាងលើផ្ទះវាឮ snow ឮច្បាស់ជាងគេដល់ពេលព្រឹកឡើងខ្ញុំសួរថាទេយប់មិញណាគេថែមកមូនមែនឮតលាក់ក្រុងកមូនឮបណ្ដោយតែគេថាមានណាថែមមានណាបានក្រោកបានអីផងយប់មិញអត់បានថែមងើបថែមកមូនទេខ្លាចពេកទៅខ្ញុំថាចុះយប់មិញណាគេដើរតលាក់ទាំងកមូនតលាក់ទាំងអស់ទៀតដុតអស់ទៀតសាប់តែដេកបាន2យប់ពួក2នាក់នឹងគ្នាភ័យឡើងជ្រុះសក់អស់វាថាដេកនៅអត់បានសុំអ៊ំទៅផ្ទះវិញទៅស្រោចទឹកស្រោចអីសួរទៅថាកើតអីថាណាដេកបានបើយប់ឡើងពេកដេកវាមកខ្សឹបសួរថាហែងសុខសប្បាយអត់ហែងនឹកអញអត់ហើយមកខ្សឹបដាក់តិចរត់ទៅយប់អញ្ចឹងណាដេកបានហើយដល់ពេលឡើងអ្នកភូមិគេទៅមើលគ្រូភាសាទៀតគេថាព្រលឹងធំគេទៅចាប់ជាតិហើយតែនៅអាព្រលឹងទូចគេថាគេអាព្រលឹងជាដូនភូតស្អីមិនទេខ្ញុំអត់សូវដឹងដែរគេថានៅវល់នឹងឯងអត់តន្តាទេហើយកន្លែងហ្នឹងឲ្យតែខ្ញុំទៅគឺល្អរហូតទៅពេលអាមនុស្សធ្លាប់និយាយមួយគ្នាធ្លាប់ប្រើឲ្យធ្វើនេះធ្វើនោះទៅដូចថ្មីស្រស់ពេកទទួលយកអត់បានអញ្ចឹងតែពេលណាអារម្មណ៍វាចេះតែនឹកឃើញដល់ពេលតើតា4-5 ឆ្នាំហ្នឹងតើយូរឆ្នាំ4-5-6ឆ្នាំបានចាប់ផ្ដើមវាស្ងាត់វាស្រកមកវិញដល់ពេលអ៊ំហ្នឹងតើមានរឿងហេតុកើតឡើងបានគាត់ចាប់ផ្ដើមធ្វើសង្កទានសែនអីឲ្យគេដែលកាប់ដើមស្វាយនឹងកាប់ហើយសង់រោងនឹងលើកន្លែងគេស្នាក់នៅទៅបានគាត់ចាប់ដើមធ្វើសង្កទានអីឲ្យធ្វើអីឲ្យគេអញ្ចឹងហើយព័ត៌មាននៅកន្លែងហ្នឹងគឺគាត់បិទគាត់អត់ឲ្យបញ្ចេញឮទៅក្រៅទេគឺគាត់បិទសំណុំរឿងអត់ឲ្យលេចឮចេញដល់ក្រៅព្រោះប៉ះពាល់ដល់កន្លែងសិប្បកម្មគាត់ធ្វើទៀនអញ្ចឹងណាបងហើយរឿងហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងអរគុណច្រើនបងមិនដែររាជចរិតខ្ញុំចាប់បាននៅរឿងនេះហ่ะគឺទី1គឺបើសិនជាគាត់ស្លាប់ដោយឧបទ្ទវហេតុគឺគាត់ទៅចាប់ជាស្រួលហើយតែនេះយើងតាមយើងដឹងមកគឺនៅនឹងមានព្រាយហើយព្រាយនេះគឺចង់បានគាត់ហ្មងហ្នឹងហើយប្រិមត្តអ្នកស្ដាប់ទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់នៅសាច់រឿងបងស្រីបានចែករំលែកមកនេះគឺពិតជាជក់ចិត្តមែនតែនដែលការស្លាប់អ្នកធ្វើការជាមួយគាត់នេះដោយសារតែឧបទ្ទវហេតុឆ
ឆក់ខ្សែភ្លើងនឹងឯង ហ្នឹងហើយ តាមពិតបើនិយាយទៅរឿងរ៉ាវអបិយជំនឿគឺដោយសារតែមានព្រាយនៅទីនោះចង់បានរូបគាត់នឹងឯង ដល់ចែបងប្អូនទាំងអស់គ្នារឿងខ្លះបើសិនយើងមិនបានឃើញយើងសឹងតែមិននឹកស្មានដល់ហើយអ្នកគ្នាត្រូវដឹងថារបស់ដែលយើងមើលមិនឃើញណាมันប្រកាសតែអត់មានទេដូចលោកអ៊ំប្រុសដែលជាម្ចាស់រោងទៀនហ្នឹងអញ្ចឹងណាគឺគាត់អ្នកជឿខាងធម៌ពុទ្ធអញ្ចឹងក៏អត់ជឿលើអបិយជំនឿអមនុស្សអស់ហ្នឹងឯងតែដល់ពេលគាត់បានជួបផ្ទាល់គាត់បែរជាជឿហើយគាត់ក៏ចាប់បានធ្វើសង្ឃទានធ្វើអីបន្ទាប់ពីមានឧបទ្ទវហេតុស្លាប់កម្មករអញ្ចឹងទៅ អរគុណច្រើនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់នៅកម្មវិធី podcast តាមភូមិរបស់យើងមកហើយប្រិយមិត្តទាំងអស់គ្នាកុំភ្លេចចូលរួមគាំទ្រនិងចុច subscribe ម្នាក់មួយដើម្បីទទួលបានសាច់រឿងរបស់យើងថ្មីៗជាច្រើនទៀតហើយសម្រាប់ប្រិយមិត្តដែលចង់មានសាច់រឿងនោះចាក់និយាយបែបនេះដូចជាបងស្រីអញ្ចឹងអាចទំនាក់ទំនងមកតាមរយៈ Telegram របស់ក្រុមការងារបាននោះក្រុមការងារនឹងយកសាច់រឿងរបស់បងប្អូនមកចាក់ផ្សាយនៅក្នុង Channel YouTube podcast តាមភូមិនឹងឯងពេលនេះផងដែរក្រុមការងារ podcast តាមភូមិក៏ដូចជា admin រួមទាំងរាជពិតជាអរគុណខ្លាំងមែនទែនហើយពេលនេះពួកយើងទាំងពីរនាក់សូមអរគុណ សូមជម្រាបលា គោរពលា